មាត្រា217នៃក្រមព្រហ្មទណ្ឌមានចែងពីបទហិង្សាដោយចេតនាខ្ញុំសូមអានជូនស្ដាប់អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី1ឆ្នាំទៅ3ឆ្នាំនិងពិន័យជាប្រាក់ពី2លានរៀលពិន័យជាប្រាក់ពី2លានរៀលទៅ6លានរៀលហើយនៅក្នុងមាត្រា219ឯនោះវិញមានចែងអំពីស្ថានទម្ងន់ទោសតាក់ទងទៅនឹងជនរងគ្រោះនៅក្នុងបទហិង្សាដោយមានចែងក្នុងមាត្រា217អំពើហិង្សាដោយចេតនាត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី2ឆ្នាំទៅ5ឆ្នាំនិងពិន័យជាប្រាក់ពី4លានរៀលទៅ10លានរៀលកាលបើអំពើហិង្សានេះត្រូវបានប្រព្រឹត្តទៅលើ1បុគ្គលដែលទន់ខ្សោយពិសេសដោយមូលហេតុអាយុនៃបុគ្គលនោះ2នារីមានគភ៌កាលបើគភ៌ត្រូវបានគេឃើញជាក់ស្ដែងឬកាលបើជនល្មើសបានដឹង3បុគ្គលដែលទន់ខ្សោយពិសេសដោយមូលហេតុនៃជំងឺឬពិការភាពកាលបើស្ថានភាពបុគ្គលនេះត្រូវបានរកឃើញជាក់ស្ដែងឬកាលបើជនល្មើសបានដឹងទាំងអស់នេះគឺជាបទល្មើសដែលមានចែងអំពីបទហិង្សានៅក្នុងក្រមព្រហ្មទណ្ឌនៅក្នុងរដ្ឋធម្មនុញ្ញបានចែងថាគ្មានបុគ្គលណាម្នាក់ត្រូវសន្មតថាមានទោសទេប្រសិនបើគ្មានសារក្រមសំទោសប្រសិនបើគ្មានការប្រកាសទោសដោយតុលាការហើយគ្មានសារក្រមស្ថាពរពីតុលាការអញ្ចឹងទេស្ដាប់សំឡេងហ្នឹងឮទាំងអស់គ្នាឯងបងប្អូនបាទសង្គមយើងនិយមហិង្សាណាស់ទោះបីជាមានកំហឹងយ៉ាងណាក៏ដោយយើងប្រើគោលការណ៍នីតិរដ្ឋប្រើច្បាប់បងប្អូនហ្នឹងហើយខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនប្រើច្បាប់ច្បាប់គឺជាឧបករណ៍មួយគឺជាវិធីសាស្ត្រមួយដែលយើងអាចជ្រើសរើសក្នុងការអនុវត្តឲ្យត្រឹមត្រូវទៅតាមសិទ្ធិដែលយើងមានសូមបញ្ឈប់អំពើហិង្សា